អ្នកគ្រូនាងខ្ញុំឈ្មោះភួងស្រីណែជាសិស្សនៅថ្នាក់ទី7កនៃវិទ្យាល័យព្រះនរោត្តមរណរដ្ឋសូមនិយាយអំពីតួអង្គនៅក្នុងរឿងសុផាតរឿងសុផាតជាប្រភេទរឿងអក្សរសិល្ប៍ប្រឡំមកបែបទំនើបចលនាអក្សរសិល្ប៍ខេមរនិយមការតាក់តែងឆ្នាំ1938អ្នកនិពន្ធឈ្មោះរីមគីនតួអង្គនៅក្នុងរឿងសុផាតជាចៅហ្វាយស្រុកសេរីសោភ័ណ្ឌខេត្តបាត់ដំបងនិងមានម្ដាយជាស្ត្រីមេម៉ាយនាងសូយ៉ាជាស្ត្រីដែលលោកសួនលួយស្រឡាញ់ជាកូនកំព្រាហើយរស់នៅស្រុកសេរីសោភ័ណ្ឌខេត្តបាត់ដំបងសុផាតជាកូនប្រុសបង្កើតរបស់លោកអធិបតីសួននិងនាងសូយ៉ានាងម៉ានយ៉ានជាកូនស្រីចិញ្ចឹមរបស់លោកអធិបតីសួននិងជាបងស្រីបង្កើតរបស់ណារិនជាប្អូនប្រុសបង្កើតរបស់នាងម៉ានយ៉ានហើយជាកូនចិញ្ចឹមរបស់លោកអធិបតីសួននាងអ៊ូរីជាកូនក្រមុំអ្នកចិត្តខាងដែលរស់នៅក្បែរផ្ទះលោកអធិបតីសួនសំណាងជាបុរសរូបក្មេងនិងជាគូដណ្ដឹងរបស់នាងម៉ានយ៉ានផនស៊ីជាឈ្មោះបន្លំរបស់សូផាតព្រះដេចគុណបកជាព្រះសង្ឃដែលគង់នៅវត្តឧណាឡោមរកជាអ្នកនេសាទនិងជាអ្នកឲ្យសូផាតនិងនាងម៉ានយ៉ានស្រឡាញ់គ្នាជំរាបអ្នកគ្រូនាងខ្ញុំឈ្មោះភួងស្រីណែជាសិស្សនៅថ្នាក់ទី7កនៃវិទ្យាល័យព្រះនរោត្តមរណរដ្ឋសូមសង្ខេបរឿងសុផាតចំពុកទី1លោកសួនជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់រស់នៅទីក្រុងភ្នំពេញលោកមានអាយុ23ឆ្នាំរស់នៅស្រុកសេរីសោភ័ណ្ឌខេត្តបាត់ដំបងថ្ងៃមួយរាជការបានបញ្ជូនលោកទៅកាន់តំណែងជាចៅហ្វាយស្រុកនៅស្រុកសេរីសោភ័ណ្ឌខេត្តបាត់ដំបងនៅទីនោះលោកបានលួចស្រឡាញ់នារីម្នាក់ដោយលួចលាក់ឈ្មោះថានាងសូយ៉ាមានអាយុ17ឆ្នាំជាកូនកំព្រារស់នៅស្រុកសេរីសោភ័ណ្ឌខេត្តបាត់ដំបងហើយលោកបានតាក់ទងគ្នាអស់រយៈពេល7ខែកន្លងមកហើយនៅថ្ងៃមួយរាជការបានបញ្ជូនលោកឲ្យទៅនៅទីក្រុងភ្នំពេញវិញលោកពិតជាកើតទុក្ខយ៉ាងខ្លាំងដោយសារតែលោកមិនបានយកនាងសូយ៉ាដែលកំពុងមានផ្ទៃពោះចំនួន5ខែទៅជាមួយបានពេលនោះលោកក៏បានទុកចិញ្ចៀនមួយវង់ដើម្បីបញ្ចាំចិត្តនាង